សួស្តីបងប្អូនទាំងអស់គ្នាយើងតមេរៀនរំលឹកទៀតគឺយើងរំលឹកស្រៈពេញតួ15តួពីថ្ងៃមុនមេរៀនមុនបងប្អូនបានរៀនមកហើយបានរៀនរួចមកហើយអំពីព្យញ្ជនៈ33តួនិងបែងចែកខ្យល់ពួកអនិងពួកអូហើយនឹងបានរំលឹកស្រៈនិស្ស័យ24តួនិងស្រៈបន្ថែមខ្លះទៀតប៉ុន្តែពេលនេះយើងតមករៀនទី1ដដែលយើងមករំលឹកស្រៈពេញតួ15តួអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅរំលឹកស្រៈពេញតួនិងអានស្រៈពេញតួជាមួយលោកគ្រូទាំងអស់គ្នាអអអឧអូអោរឹឬលើលឺអឯអោអាវ